នៅក្នុងប្រទេសថៃក្នុងថ្ងៃនេះគឺមានហេតុការណ៍ដ៏កក្រើកបានកើតឡើងទៀតហើយនៅក្នុងប្រទេសថៃដោយមានសិស្សម្នាក់ហ្នឹងបានយកនៅកំភ្លើងមកបើកការបាញ់ប្រហារយ៉ាងសាហាវនៅក្នុងសាលារបស់ពួកគេមិនដឹងថាមានហេតុអីទេបានជាបណ្ដាលឲ្យក្មេងម្នាក់ហ្នឹងយកកំភ្លើងមកបើកការបាញ់ប្រហារនៅសាលារបស់ពួកគេបែបនោះហើយហេតុការណ៍នេះក៏បានកើតឡើងនៅក្នុងថ្ងៃនេះតែម្ដងគឺត្រូវនៅថ្ងៃទី7ខែសីហាឆ្នាំ2026ហើយចឹងថាតាមព័ត៌មាននេះយ៉ាងណាយ៉ាងណីនោះយើងនឹងស្ដាប់ទាំងអស់គ្នាបាទបើយើងទៅតាមប៉ូលីសថៃបានដឹងថាហេតុការណ៍មួយនេះគឺបានបណ្ដាលឲ្យមានមនុស្សស្លាប់រហូតដល់6នាក់ឯណោះរួមទាំងខ្លួនគេដែលជាខ្មាន់កំភ្លើងម្នាក់ទៀតផងគឺគម្រប់7គឺបានស្លាប់បាត់បង់ជីវិតនិងបានបណ្ដាលឲ្យមានមនុស្សរហូតដល់23នាក់ឯណោះបានរងរបួសហើយនៅក្នុងហេតុការណ៍នៅក្រាកមួយនេះគឺបានកើតឡើងនៅឯសាលាមួយដែលមានឈ្មោះថាឌីសរិននន្តបុរីដែលមានទីតាំងស្ថិតនៅភាគនិរតីនៃទីក្រុងបាងកកតែម្ដងបាទបើយើងទៅតាមប៉ូលីសបានឲ្យដឹងថាខ្មាន់កំភ្លើងដែលបានបាក់ការបាញ់ប្រហារយ៉ាងសាហាវនោះគឺមានអាយុត្រឹមតែ14ឆ្នាំតែប៉ុណ្ណោះដោយគេបានបាញ់រហូតដល់ចំនួន26គ្រាប់ឯណោះខណៈដែលប៉ូលីសបានរកឃើញមានគ្រាប់រំសើគឺគ្រាប់ហ្នឹងគឺមានចំនួនរហូតដល់34គ្រាប់បាទខ្មាន់កំភ្លើងនេះគឺបានបាក់ការបាញ់ប្រហារអស់តែ26គ្រាប់ទេខណៈនៅក្នុងដៃរបស់គេនឹងគឺមានរហូតដល់34គ្រាប់ឯណោះហើយអញ្ចឹងបើសិនបើគេបាញ់រហូតដល់34គ្រាប់នេះមិនដឹងថាទៅជាយ៉ាងណាទេបាទបើយើងទៅតាមការបញ្ជាក់របស់ប៉ូលីសបានឲ្យដឹងថាកំភ្លើងនោះមិនមែនជាកម្មសិទ្ធិរបស់គេនោះទេវាគឺជាកម្មសិទ្ធិរបស់ជីតារបស់គាត់បើយើងទៅតាមសិស្សសាលាម្នាក់ដែលមានអាយុ18ឆ្នាំបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាដំបូងឡើយគេបានឮសំឡេងដែរក៏ប៉ុន្តែគេបានគិតថាវាគឺគ្រាន់តែជាសំឡេងផាវឬក៏មាននរណាម្នាក់កំពុងតែគោះរបស់អ្វីមួយតែប៉ុណ្ណោះតែអ្វីដែលគេនឹងស្មានមិនដល់នោះស្នូរសំឡេងដែលគេបានឮនោះគឺជាស្នូរសំឡេងនៃគ្រាប់កំភ្លើងសោះគាត់បានគិតថាដំបូងឡើយគឺវាមិនមែនជាកំភ្លើងនោះទេគឺមានការបាញ់ប្រហារជាច្រើនដងលើសូប៉ាំងប៉ាំងបន្ទាប់មកក៏ស្ងាត់ទៅវិញហើយបន្ទាប់មកទៀតក៏ត្រូវបានចាប់ផ្ដើមសារជាថ្មីម្ដងទៀតបើយើងទៅតាមលោកឧត្តមសេនីយ៍ឯកត្រៃរងភូមិផានអ្នកនាំពាក្យផ្នែកខាងនគរបាលជាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាជនសង្ស័យដែលបានបើកការបាញ់ប្រហារនោះគឺស្ថិតនៅក្នុងចំណោមមនុស្សចំនួន7នាក់ដែលត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងសាលានោះបើយើងទៅតាមរូបភាពជាច្រើនដែលត្រូវបានផ្សព្វផ្សាយទៅលើបណ្ដាញសង្គមនឹងបានបង្ហាញថាជនសង្ស័យនោះគឺបានស្លៀកឯកសណ្ឋានជាសិស្សសាលាបែបពណ៌ស្វាយនិងកាន់កាបូបពណ៌ខ្មៅជាមួយនឹងសម្បកគ្រាប់យ៉ាងច្រើននៅលើឥដ្ឋការ៉ូបើតាមរដ្ឋមន្ត្រីក្រសួងអប់រំបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាទាំងគ្រូនិងសិស្សសាលាគឺបានស្លាប់បាត់បង់ជីវិតមានចំនួនរហូតដល់7នាក់ឯណោះនៅក្នុងហេតុការណ៍មួយនេះក្រោយពីហេតុការណ៍នោះបានកើតឡើងមកប៉ូលីសបានកំណត់អត្តសញ្ញាណជនល្មើសនោះថាគឺជាសិស្សនេះគឺជាហេតុការណ៍ជាលើកទី2ហើយដែលបានកើតឡើងនៅក្នុងប្រទេសថៃក្នុងអំឡុងពេលឆ្នាំ2026នេះហេតុការណ៍ទី1នោះគឺបានកើតឡើងកាលពីខែកុម្ភៈកន្លងទៅតែបានបណ្ដាលឲ្យមានគ្រូបង្រៀនម្នាក់ស្លាប់បាត់បង់ជីវិតនិងសិស្សសាលាម្នាក់បានរងរបួសស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃបើយើងទៅតាមលោកគៀកខុនវីរ៉ាពងប្រឌិតដែលមានអាយុ47ឆ្នាំដែលជាបុគ្គលិកជួយសង្គ្រោះបន្ទាន់បាននិយាយថាគណៈពេលដែលការបាញ់ប្រហារកំពុងតែបន្តនោះក្រុមរបស់ពួកគាត់បានព្យាយាមជួយព្យាបាលសិស្សសាលាដែលកំពុងតែរងរបួសនោះដែលមានទីតាំងស្ថិតនៅត្រង់ខ្នងទ្រូងនិងដៃជាដើមគាត់ក៏បានបន្តនឹងទៀតថាគាត់បានឃើញគ្រូបង្រៀនប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតនៅឯជាន់ខាងលើនៃសាលាចំណែកឯនៅបន្ទប់មួយទៀតនោះគាត់ក៏បានឃើញគ្រូបង្រៀនស្រីម្នាក់គឺកំពុងតែរងរបួសនៅត្រង់ទ្រូងនិងដៃគាត់ក៏បានបន្តនឹងទៀតថាគាត់ត្រូវបានគេហៅឲ្យមកជួយព្យាបាលក្មេងជំទង់ទាំងនេះនៅក្នុងហេតុការណ៍បាញ់ប្រហារបន្ទាប់ពីបានឮសម្លេងផ្ទុះជាចុងក្រោយបន្ទាប់ពីស្ងាត់ក្រៅកំភ្លើងហើយនោះគាត់ក៏បានប្រញាប់ទៅចន់ខាងលើក៏បានប្រទះឃើញជនល្មើសដែលជាក្មានកំភ្លើងនោះបានបាញ់ខ្លួនឯងនៅចំត្រង់ក្បាលជំនាញខាងស្ដាំរួចក៏បានដួលសន្លប់ទៅពេលដែលយើងឡើងទៅដល់ទីនោះយើងក៏បានត្រួតពិនិត្យមើលជីពចររបស់គាត់ឃើញថាគាត់មិនមានជីពចរនៅឡើយដូច្នោះហើយក៏បានព្យាយាមចាប់ផ្ដើមធ្វើ CPR ជួយសង្គ្រោះគាត់បន្ទាប់មកជនសង្ស័យនោះគឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយបាទបើយើងទៅតាមអាជ្ញាធរនៅក្នុងស្រុកបានឲ្យដឹងថានៅក្នុងឆ្នាំ2025កន្លងទៅសាលានេះគឺបានទទួលសិស្សបានចុះឈ្មោះចូលរៀនមានប្រមាណរហូតដល់3100នាក់ឯណោះចំណែកគ្រូបង្រៀនវិញគឺមានចំនួនរហូតដល់147នាក់បន្ទាប់ពីមានហេតុការណ៍នេះបានកើតឡើងរួចមកនាយករដ្ឋមន្ត្រីថៃមកវិញអនុទិនច័ន្ទប្រកុលបានប្រាប់ទៅកាន់អ្នកកាសែតថាវាគឺជាអបតវហេតុដែលគួរភ័យខ្លាចមួយដែលវានឹងមិនគួរកើតឡើងតទៅសោះតែរឿងនេះអាចនឹងកើតមានឡើងនៅក្នុងប្រទេសយើងដោយរបៀបណាទៅបាទកើតឡើងនៅរបៀបណាក៏ប៉ុន្តែវាបានកើតឡើងមកទៅហើយបាទហើយនេះមិនមែនជាលើកទី1ទេណាដែលបានកើតឡើងនៅក្នុងប្រទេសថៃនៅក្នុងអំឡុងពេលឆ្នាំ2026នេះកាលពីខែកុម្ភៈឆ្នាំ2026កន្លងទៅក៏បានកើតឡើងម្ដង
ដែរបាទហេតុការណ៍បាញ់ប្រហារនៅលើកនេះគឺជាលើកទី2ហើយដែលបានកើតឡើងនៅក្នុងប្រទេសថៃក្នុងអំឡុងពេលឆ្នាំ2026នេះ